បាទជម្រាបសួរពុកម៉ែបងប្អូនប្រជាជនកម្ពុជាជាទីគោរពបាទខ្ញុំមកនិយាយពាក់ព័ន្ធទៅនឹងទាហានសៀមបានមានសកម្មភាពបាទនៅក្នុងថ្ងៃទី31ខែ10 2025នេះបងប្អូនណាបាទទាហានសៀមបានចេញរៀបរៀងប្រជាជនសៀមមួយចំនួនដែលមកធ្វើបាតកម្មដើម្បីបណ្ដេញអ្នកភូមិព្រៃច័ន្ទចេញពីទឹកដីកម្ពុជាយើងបាទហើយនៅពីក្រោយខ្នងអ្នកដែលដឹកនាំបាតកោមកគឺលោកវីរៈដែលធ្លាប់ជាប់គុកនៅប្រទេសកម្ពុជារយៈពេល3ឆ្នាំបាទបងប្អូនជាទីគោរពខ្ញុំបានមើលព័ត៌មានមួយចំនួនរបស់ប្រទេសសៀមដែលបានចុះផ្សាយថ្មីនេះនៅក្នុងថ្ងៃទី31នេះបងប្អូនទាំងអស់គ្នាទាហានគឺបានខាំងរៀបរៀងជនជ្រុលនិយមមួយចំនួនមិនអោយចូលមកកាន់តែគៀកតំបន់ចំនួនក៏ដូចជាបណ្ដាលួសបងប្អូនណាពីព្រោះពួកគេមានគោលបំណងមកដើម្បីបណ្ដេញអ្នកភូមិព្រៃច័ន្ទរបស់យើងដើម្បីបញ្ជាចំនួនក៏ដូចជាកុំអោយមានផលប៉ះពាល់ជាមួយនឹងកម្ពុជាបាទខុសកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ីទាហានសៀមមានតែរៀបរៀងប្រជាជនរបស់ខ្លួនឯងមិនអោយមកតំបន់ដែលមានចំនួនដូច្នេះហើយខ្ញុំសូមចាត់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ចំនួនភូមិព្រៃច័ន្ទបាទយើងសូមមេត្តាថែរក្សាតែទឹកដីរបស់យើងកុំឲ្យវាចូលមកឆ្លៀនពៀនទន្ទ្រានបានទៀតយើងថែរក្សាតែទឹកដីយើងមួយចំណែកនឹងសិនចុះហើយមួយចំណែកទៀតដែលវាបានរំលោភបំពានដោយខុសច្បាប់ប្រហែលខែកន្លងមកគឺទុកឲ្យខាងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលលោកដោះស្រាយគ្នាប៉ុន្តែអ្វីដែលបងប្អូនគួរធ្វើពេលនេះគឺគួរតែរក្សាទឹកដីរបស់យើងបាទសហការជាមួយវីរៈកងទ័ពរបស់យើងមានកងទ័ពមានប្រជាជនដើម្បីការពារទឹកដីរបស់យើងបាទហើយខ្ញុំក៏សូមជំរុញបន្ថែមទៅដល់បងប្អូនប្រជាពលរដ្ឋថាគណៈពេលនេះយើងធ្វើដូចជាអ្នករងគ្រោះហើយយើងធ្វើជាអ្នកព័ត៌មានបាទបើអាចទៀតខ្ញុំស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាលបាទខ្ញុំដឹងថាលោកធ្វើរឿងនេះមុនខ្ញុំនិយាយទៅទៀតប៉ុន្តែខ្ញុំសូមជំរុញឲ្យមានអ្នកសារព័ត៌មានឯករាជ្យមកពីបណ្ដាប្រទេសទូទាំងពិភពលោកបាទចោះយកព័ត៌មាននេះឲ្យបានច្រើនកកកដើម្បីឲ្យគេចាក់ផ្សាយទៅតាមបណ្ដាប្រទេសតាមបណ្ដាពិភពលោកមួយចំនួនឲ្យបានដឹងថាសៀមគឺជាអ្នកឆ្លៀនពៀនទឹកដីរបស់កម្ពុជាយើងសៀមគឺជាអ្នករំលោភបាទកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះរួចរាល់ហើយនៅឯប្រទេសម៉ាឡេស៊ីសៀមជាអ្នករំលោភកិច្ចព្រមព្រៀងដែលមានលោកប្រធានាធិបតី Donald Trump ជាសក្ខីភាពជាអ្នកធ្វើជាតំណាងសម្របសម្រួលដូច្នេះហើយយើងខំផ្សព្វផ្សាយព័ត៌មាននេះបាទឲ្យពិភពលោកបានដឹងអំពីកម្ពុជាយើងថាជាក្រដាស់សពិតប្រាកដមិនមែនថៃបាទសំដែងធ្វើជាក្រដាស់សតែក្នុងរង្វង់ក្រដាស់សនេះគឺពោពេញទៅដោយល្បិចកិច្ចកលដើម្បីឈ្លានពានទឹកដីកម្ពុជាខណៈពេលនេះខ្ញុំសូមចាត់ប្រជាពលរដ្ឋកម្ពុជារបស់យើងគ្រប់រូបបាទពេលនេះយើងស្រង់យកប្រយោជន៍បាទប្រយោជន៍អ្វីគឺយើងខំផ្សព្វផ្សាយបាទអំពីសកម្មភាពរបស់ទាហានសៀមប្រជាជនសៀមដែលវាមករំលោភរំខានសិទ្ធិមនុស្សរបស់ប្រជាជនកម្ពុជាយើងបាទវាមកបើកសម្លេងរំខានបាទកងកម្លាំងរបស់សៀមមានការចោះមកទន្ទ្រានយកដីយើងបាទមានអាវុធមានទាហានកងបង្ក្រាបមួយចំនួននេះបងប្អូនគឺជារឿងដែលយើងគួរចូលរួមជាមួយនឹងថ្នាក់ដឹកនាំប្រទេសដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានដឹងកាន់តែច្បាស់ចំពោះព័ត៌មានបន្ថែមទៀតបាទខ្ញុំមកអាប់ដេតព័ត៌មានបាទជាបន្តបន្ទាប់សម្រាប់វីដេអូនេះសូមស្រេះតែប៉ុណ្្នឹងជួបខ្ញុំនៅវីដេអូក្រោយទៀតបាទសូមអរគុណ